រូសលេអះអាងពីការវាយយកបានក្រុងចំនួន2ថែមទៀតនៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ទី27ខែធ្នូរូសលេបានអះអាងពីការវាយយកបានក្រុងចំនួន2ថែមទៀតនៅភាគខាងកើតប្រទេសអ៊ុយក្រែនស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រៀមជួបប្រធានាធិបតីអាមេរិកលោក Donald Trump នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន F វិមានក្រមឡាំងបាននិយាយថាក្រុងទាំងពីរដែលកងកម្លាំងរុស្ស៊ីទើបដណ្ដើមបាននោះគឺ Milnograd ដែលរុស្ស៊ីហៅថា Dmitrov ហើយនិង Galiapol ក្រុង Milnograd ស្ថិតនៅក្នុងតំបន់ Donetsk ក្បែរក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់មួយដែលរុស្ស៊ីបានអះអាងថាខ្លួនយកបានកាលពីថ្ងៃទី1ខែធ្នូចំណែកក្រុង Galiapol ស្ថិតនៅភាគខាងកើតតំបន់ Zaporizhzhiaគួរបញ្ជាក់ថាទីក្រុងមូស្គូបានចេញសេចក្តីប្រកាសដូចខាងលើអំពីភាពរីកចម្រើនថ្មីចុងក្រោយរបស់ខ្លួននៅសមរភូមិអ៊ុយក្រែនស្របពេលដែលលោក Zelensky នឹងត្រូវជួបជាមួយលោក Trump នៅសហរដ្ឋអាមេរិកនាថ្ងៃអាទិត្យពេលវេលានៅអាមេរិកដើម្បីជែកពីផែនការរបស់លោកប្រធានាធិបតីអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាពិសេសពាក់ព័ន្ធបញ្ហាទឹកដី។